សួស្តីបងប្អូនទាំងអស់គ្នាមានបានទៅមើលរឿងសាសនាងងឹតនេះនៅនិយាយទៅខ្ញុំបានទៅមើលហើយកាលពីថ្ងៃដែលគេសម្ពោធអញ្ចឹងឥឡូវនេះគឺគេចាប់ផ្ដើមចាក់បញ្ចាំងឲ្យគ្រប់រោងភាពយន្តទាំងអស់បើសិនជាបងប្អូនចង់ទៅទស្សនាអីហើយខ្ញុំសូមនិយាយពីសាច់រឿងហ្នឹងបន្តិចសាច់រឿងហ្នឹងគឺតួអង្គពីរនាក់ដែលសម្ដែងដោយកូនអាននិងមីណាគឺពួកគាត់សម្ដែងបានល្អហើយនិយាយពីសាច់រឿងមានការមានវិញ្ញាណមានអីហ្នឹងគឺញាក់របស់គេហ្មងមិនថាប្លង់ទីតាំងថតអីគេយកចំលយរបស់គេហ្មងហើយបើនិយាយពីរឿងសាច់រឿងវិញពេលដែលយើងអង្គុយមើលយើងគិតអញ្ចឹងហីតែសត្វតាចូលដល់មួយវគ្គទៅមួយវគ្គមិនអញ្ចឹងទេដល់ពេលអង្គុយមើលតទៀតចេះហីអញ្ចឹងហើយរបៀបសាច់រឿងបែបហ្នឹងបើសិនជាបងប្អូនណាដែលចូលចិត្តមើលសាច់រឿងបែបកាច់កុំច្រើនហើយលាក់សាច់រឿងលាក់តួលាក់អីចឹងណាព្រោះអីអ្នកខ្លះគាត់ចូលចិត្តមើលរឿងបែបត្រង់គាត់ណាកលេចច្បាច់ដឹងសាច់រឿងអស់ហ្មងតែនេះមិនមែននេះគឺជាសាច់រឿងដែលយើងមើលហើយយើង surprise បងថាយើងចេញមកខុសពីការរំពឹងទុករបស់យើងណាអញ្ចឹងខ្ញុំគាត់តែនិយាយតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាបងប្អូនចង់ដឹងសាច់រឿងច្បាស់មែនតើថាដំណើររឿងហ្នឹងវាមិនឲ្យសាសនាងងឹតហ្នឹងមិនគាត់តែមើលគេធ្វើពិធីមើលការស្លៀកពាក់មើលការតុបតែងខ្លួនរបស់អីសីរបស់អីណាធ្វើពិធីធ្វើអីហ្នឹងក៏ព្រឺសវលថាធានាថាព្រឺសវលហ្មងហើយនិយាយទៅគឺប្លែកហើយយើងចង់ដឹងថាសាសនាហ្នឹងវាយ៉ាងម៉េចហេតុអីបានគេធ្វើអញ្ចឹងហើយរបៀបថាទិញដីរៀមត្រីកោណអីហ្នឹងណាមានរឿងមិនល្អអីហ្នឹងគឺមាននៅក្នុងសាច់រឿងហ្នឹងទាំងអស់អញ្ចឹងបើសិនជាបងប្អូនចង់ទៅទស្សនាអីទៅពីថ្ងៃនេះបានអូខេយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ